បាទសូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងបញ្ជីបូកសរុបផែនការមិនចឹងលោកគ្រូសូមចុចនៅទីនេះមកបាទប៊ូតុងហ្នឹងចឹងបើមានចម្ងល់ឬក៏បញ្ហាអីលោកគ្រូសូម scan QR code នៅទីនេះទៅបាទវានឹងទៅកាន់ដំណើរ link បង្ហាញពីវីដេអូនៃការប្រើប្រាស់ហើយបាទចឹងទាក់ទងជាមួយនឹងបញ្ជីបូកសរុបផែនការនេះគឺលោកគ្រូត្រូវធ្វើប៉ុន្តែខ្ញុំសូមមិនបញ្យល់អីទេលោកគ្រូស្វែងយល់តាមនោះទៅហើយបំពេញតាមនោះមកបាទអញ្ចឹងខ្ញុំបង្ហាញតាក់ទងជាមួយនឹងការបំពេញកាលបរិច្ឆេទបាទអញ្ចឹងតាក់ទងជាមួយនឹងកាលបរិច្ឆេទលោកគ្រូក៏បីត្រូវមើលកុំព្យូទ័ររបស់លោកគ្រូបើដំណើរការនៅថ្ងៃមុនសូមបំពេញថ្ងៃមុនបើខែមុនសូមបំពេញនៅខែមុនអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំគឺដំណើរការនៅថ្ងៃមុនអញ្ចឹងខ្ញុំសូមវាយបញ្ចូលថ្ងៃនឹងតែម្ដងគឺថ្ងៃ18ខ្ញុំប្រើសញ្ញាស្លាស់មកខែ9ស្លាស់ទៀត2025បាទអញ្ចឹងយើងគ្រាន់តែចុចចេញទៅបាទបន្ទាប់មកលោកគ្រូអាចចុចប៊ូតុងលាក់បាទអញ្ចឹងយើងអាចទៅពិនិត្យមើលទៅបាទនេះអញ្ចឹងវានឹងលាក់តារាងទទេចោលហើយនៅត្រឹមតែតារាងដែលមានឈ្មោះសិស្សបាទហើយតកតងជាមួយនឹងការបញ្ចូលត្រាបាទអីហ្នឹងគឺលោកគ្រូចេះហើយដូចជាមានបញ្ហាទេបាទយើងគ្រាន់តែចុចកន្លែងពណ៌សយើងចុចបញ្ចូលត្រាទៅអញ្ចឹងការទាញយើងក៏ដូចគ្នាដែរបាទអញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះបាទសូមជម្រាបលា